អារុនសួស្ដីក្មេងៗក្មួយៗបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនខណៈនេះខ្ញុំបាទកំពុងតែនៅជាន់ទី2នៃរោងតូងទី2នៃប្រាសាទបាភួននៅភាគខាងត្បូងបាទនៅជិញរោងតូងភាគខាងត្បូងនេះខ្ញុំចង់បង្ហាញបងប្អូននៅឈុតមួយបាទនៅឈុតមួយនៅក្នុងរឿងរាមកេរ្តិ៍ប្រសិនបើបងប្អូនបានមើលបានអានបងប្អូនពិតណាក្មួយបងប្អូនពិតណាពិតជាយល់នៅសាច់រឿងមួយនេះជាក់ជាមិនខាននេះគឺជាថ្វីដៃដូនតាខ្មែរយើងបានបន្សល់ទុកកាលពីជិត1000ឆ្នាំមុនកន្លងមកហើយគឺសម័យនោះគឺខ្មែរយើងគឺកំសាន្តសប្បាយជាមួយនឹងរូបចម្លាក់ទាំងនេះដូច្នេះខ្ញុំបាទជឿជាក់ថារូបចម្លាក់ទីនេះពិតណាស់ច្បាស់ជាមានមនុស្សរាប់ពាន់រាប់ម៉ឺននាក់ដែលបានឃើញនៅរូបចម្លាក់ទាំងនេះក៏ប៉ុន្តែពេលនេះយើងឃើញរូបចម្លាក់មិនបានល្អដូចពីសម័យកាលនោះទេខ្ញុំបាទសង្ឃឹមថាកាលពីសម័យបុរាណហ្នឹងប្រហែលជាមានផាត់ពណ៌ផងក៏ថាបានហើយអាចមានសម្រស់បានន័យថារូបភាពនឹងពិតជាស្រស់ស្អាតជាងនេះជាក់ជាមិនខានឥឡូវនេះដើម្បីយល់ច្បាស់នៅរូបចម្លាក់ទាំងនេះគឺមានន័យថាបើសិនជាយើងមិនមើលលម្អិតយើងនឹងមិនអាចមើលឃើញនៃអត្តន័យហើយនឹងរូបភាពលម្អិតនៃចម្លាក់ទាំងនេះបាននោះទេបើសិនបើយើងមិនចំណាយពេលវេលាដើម្បីពិចារណាឲ្យល្អិតល្អន់ឥឡូវនេះរូបភាពត្រង់ចំណុចនេះភាគច្រើនគឺមានលក្ខណៈចង្អៀតបាទដូច្នេះពិបាកនឹងផ្ដិតរូបភាពចែកជូនបងប្អូនមើលឲ្យបានច្បាស់បាទឥឡូវនេះនៅត្រង់ចំណុចនេះបងប្អូនឃើញទេមានបុរសម្នាក់កំពុងតែកាន់ធ្នូនៅដៃស្ដាំរបស់គាត់ដៃឆ្វេងរបស់គាត់ច្រត់ចង្កេះហើយមានស្លៀកខោបាទដូចជាពឹងបាទហើយមានក្បាច់ឆ្នូតមានខ្សែក្រវ៉ាត់យ៉ាងស្រស់សង្ហាផងដែរហើយព្រមទាំងមកុដផងដែរមកុដដ៏ស្រស់ស្អាតហើយនឹងមានទំហូរមានក្រវិលដូចជាប្រាសាទរបស់ខ្មែរយើងដូច្នោះដែរដែលមានលក្ខណៈផ្កាប់ដូចជាប្រាសាទអង្គរវត្តក៏ប៉ុន្តែផ្កាប់ចុះមកក្រោមគឺខាងក្រោមវាស្រួចហើយនៅខាងក្រោយមានដើមឈើមួយដើមតែត្រង់ចំណុចនេះប្រហែលជាមិនបានឃើញទេនេះនៅខាងក្រោយបរោះម្នាក់នេះគឺមានដើមឈើមួយដើមក៏ប៉ុន្តែនៅខាងមុខខ្លួនខាងមុខរបស់ម្នាក់នេះពិតណាស់បរោះដែលឈរនៅខាងក្រោយនេះពិតណាស់គឺព្រះលក្ខណ៍ជាក់ជាមិនខាននេះគឺជាព្រះលក្ខណ៍ដែលកំពុងកាន់ធ្នូកាន់កៅតន់ហើយខាងមុខនេះច្បាស់ណាស់គឺជាព្រះរាមក៏ប៉ុន្តែរូបចម្លាក់ត្រង់ចំណុចនេះគឺព្រះរាមមានស្លែបាទមានស្លែពើបៃតងដុះពីលើហើយព្រះរាមយើងឃើញដូចជាដៃស្ដាំរបស់គាត់ក៏ប៉ុន្តែតាមធម្មតាគឺធ្នូគេកាន់ដៃឆ្វេងក៏បាទខ្ញុំបាទគិតថានេះគឺជាខ្នងរបស់គាត់ទេនេះគឺជាខ្នងមិនមែនខាងមុខទេនេះគឺជាខ្នងដូច្នេះហើយបើដូចដែលខ្ញុំបាទបានប្រាប់បងប្អូនបើសិនជាយើងមិនសង្កេតយើងមិនដឹងថាតើគាត់កាន់សូម្បីតែគាត់កាន់ដៃខាងណាក៏យើងមិនដឹងដែរដូច្នេះធ្នូភាគច្រើនកាន់ដៃឆ្វេងយើងឃើញគេកាន់ដៃឆ្វេងហើយនេះគឺជាផ្នែកខាងខ្នងពីព្រោះអីយើងឃើញមានក្បាច់សម្ពុតឬបាទសម្ពុតរបស់គាត់ដែលពឹងរបស់គាត់នេះមានរាងជាកន្ទុយត្រីបែរមកខាងនេះបាទឃើញច្បាស់ក៏ប៉ុន្តែព្រះលក្ខណ៍គឺបែរទៅខាងនោះវិញយើងអត់ឃើញកន្ទុយត្រីនៃក្បាច់សម្ពុតរបស់គាត់ទេហើយដៃខាងស្ដាំកាន់ព្រួញលើកឡើងឥឡូវយើងមើលខាងមុខនេះវិញយើងឃើញពីណូ2ក្បាលបាទឃើញពីណូ2ក្បាល
អឺពួកគាត់កំពុងតែមានទម្រង់ហាក់បីដូចជាកំពុងបោកចំបាប់នឹងគ្នាហេតុអីពីព្រោះអីយើងឃើញហេតុអីបានយើងដឹងថាតួអង្គពីរនេះជាពីណូពីព្រោះគាត់ស្លៀកពាក់សម្ពុតស្រដៀងគ្នាទៅនឹងព្រះរាមព្រះលក្សណ៍ដែរក៏ប៉ុន្តែមានកន្ទុយបាទខាងក្រោយនេះគឺជាកន្ទុយរបស់ពីណូហើយសម្ពុតក្បិនរបស់គាត់ក៏មានលក្ខណៈជាសម្ពុតឆ្នោតភ្លីឆ្នោតផងដែរហើយខាងមុខរបស់គាត់នេះក្បាលនេះយើងឃើញច្បាស់ណាស់គឺក្បាលស្វាគឺក្បាលពីណូហើយថ្ពាល់គាត់ហាក់បីដូចជាជ្រួញ3 4 5ភ្លីដែលបងប្អូនបានសំទោសជ្រាបមកហើយអំពីភ្លីមុខរបស់ពីណូមានលក្ខណៈយ៉ាងណានោះបាទពួកគេកំពុងមានលក្ខណៈដូចជាបោកចំបាប់ដូចនោះដែរហើយនៅខាងលើនឹងយើងឃើញមានសត្វបក្សី2 3ក្បាលកំពុងតែពំមេឈើយកទៅធ្វើសម្បុកបាទនេះគឺជាធម្មជាតិដែលកើតឡើងនៅដែលមាននៅបរិវេណនោះយើងឃើញមានដើមឈើបានន័យថាជាព្រៃហើយនៅខាងមុខនេះក៏មានដើមឈើមួយដើមដែរបានន័យថានេះគឺជាព្រៃបងប្អូនប្រហែលជ្រាបហើយថាព្រៃនេះមានឈ្មោះថាព្រៃតន្តកៈនៅបាទព្រៃនេះហើយពួកគេនេះកំពុងតែនៅក្បែរនគរមួយគឺនគរខាស់ខិនបាទនគរខាស់ខិនបុរីដែលជានគររបស់ពាលីហើយនិងសុគ្រីពបាទដូច្នេះពីរនាក់ហ្នឹងពិតណាស់គឺជាពាលីនិងសុគ្រីពដែលកំពុងប្រយុទ្ធគ្នាបាទដែលកំពុងប្រយុទ្ធគ្នាពីព្រោះពាលីបានដណ្ដើមបាទបានដណ្ដើមរាជបល្ល័ង្កពីសុគ្រីពដែលជាប្អូនហើយសុគ្រីពបានគ្រងរាជនៅនគរខាស់ខិនបុរីហើយមានមហេសីដ៏ស្រស់ស្អាតគឺព្រះនាងតារាសុគ្រីពនេះហើយពាលីនេះដែលជាបងនេះបានដណ្ដើមរាជបល្ល័ង្កបាទដោយតែខ្ញុំបានធ្វើការអធិប្បាយរួចហើយនៅក្នុងវីដេអូមុនបងប្អូនអាចចូលមើលហើយឃើញសេចក្តីអធិប្បាយលម្អិតរបស់ខ្ញុំនៅទីនោះដោយសារកិច្ចសន្យារវាងសុគ្រីពហើយនិងព្រះរាមកិច្ចសន្យាថាសុគ្រីពត្រូវការចង់បានរាជបល្ល័ង្កត្រឡប់មកវិញពីព្រោះពាលីបានដណ្ដើមយកទៅនឹងគឺខុសច្បាប់ដូច្នេះបាទព្រះរាមបានសន្យាជាមួយនឹងសុគ្រីពថានឹងសម្លាប់ពាលីឲ្យខានតែបានដើម្បីយករាជបល្ល័ង្កនិងប្រពន្ធជាទីស្រឡាញ់របស់គាត់គឺនាងតារាត្រឡប់ឲ្យសុគ្រីពវិញបាទនេះគឺជាឆាកឈុតមួយដែលព្រះរាមបាញ់ពាលីបាទនៅទីបំផុតយើងឃើញមានពីណូមួយក្បាលទៀតនេះយើងឃើញក៏ប៉ុន្តែបើសិនជាយើងមិនសង្កេតទេយើងពិតណាស់ពិតជាមិនឃើញនោះទេយើងឃើញនៅខាងក្រោយខ្នងរបស់គាត់ហ្នឹងគឺមានជាប់ព្រួញមួយគឺព្រួញដែលបាញ់ដោយព្រះរាមបាទព្រះរាមបានប្រើព្រួញមួយដើម្បីបាញ់សម្លាប់ពាលីបាទនៅទីបំផុតពាលីបានស្លាប់ដោយស្នាដៃរបស់ព្រះរាមគឺព្រួញរបស់ព្រះរាមបាទរូបឈុតឆាកនៅត្រង់នៅប្រាសាទបាពួននេះយើងមិនឃើញមានប្រពន្ធរបស់គាត់នោះទេក៏ប៉ុន្តែបើសិនជាបងប្អូនទៅលេងប្រាសាទបន្ទាយស្រីនៅហៅជាងផ្នែកខាងក្រោយខ្លងទ្វារផ្នែកខាងលិចបងប្អូននឹងឃើញរូបចម្លាក់ដ៏ស្រស់ស្អាតនៅទីនោះហើយរូបចម្លាក់ហ្នឹងខុសប្លែកគ្នាត្រង់ថានាងតារាកំពុងតែបីត្រកងពាលីខណៈដែលពាលីកំពុងតែរងរបួសចុកឈឺចុកចាប់ដោយសារព្រួយរបស់ព្រះរាមបាទនៅទីបំផុតគឺពាលីត្រូវបានស្លាប់បាទហើយសុគ្រីពបានឡើងគ្រងរាជ្យ
នៅខាងខណ្ឌបរិយហើយនឹងប្រពន្ធរបស់គាត់យកប្រពន្ធរបស់គាត់ត្រឡប់មកវិញគឺនាងតារាបន្ទាប់ពីបន្ទាប់ពីពាលីស្លាប់ហើយសុគ្រីពបានឡើងគ្រងរាជ្យត្រឹមត្រូវហើយនោះសុគ្រីពបានបញ្ជូនពលទាហានរាប់ពាន់រាប់ម៉ឺនដោយដែលកិច្ចសន្យាបានធ្វើជាមួយនឹងព្រះរាមដើម្បីស្វែងរកព្រះនាងសីតាបាទដូច្នេះឈុតឆាកនៃរឿងនេះគឺចង់និយាយអំពីមរណភាពនៃពាលីដែលជាស្ដេចស្វាដែលមានកម្លាំងមហាសាលផងដែរបាទគឺរឿងឈុតនេះគឺនិយាយតែប៉ុណ្ណឹងបាទអរគុណច្រើនសូមជម្រាបលាបាទគឺខ្មែរយើងនៅសម័យបុរាណគឺគ្មានទូរទស្សន៍វីដេអូគ្មានរូបដូចយើងសប្តាហ៍នេះទេក៏ប៉ុន្តែពួកគាត់បានសិក្សារៀនសូត្ររីករាយជាមួយនឹងរូបចម្លាក់ដែលឆ្លាក់នៅលើផ្ទាំងប្រាសាទបាទអរគុណច្រើនសូមជម្រាបលាបាយបាយ